គ្នានៅក្នុងថ្ងៃនេះយើងមករៀនតទៀតអំពីមេរៀនស៊ីសាមមេរៀននេះថ្ងៃនេះដែលខ្ញុំចង់មករៀនអ្នកទាំងអស់គ្នាគឺពាក់ព័ន្ធជាមួយនឹងមេរៀន data type data type នៅក្នុងស៊ីសាមវាមានច្រើនប៉ុន្តែខ្ញុំលើកយកមកតែ3ទេនៅក្នុងថ្ងៃនេះគឺទី1ប្រភេទតន័យជា string ប្រភេទតន័យគឺជា integer និងប្រភេទតន័យជា decimal សួរថាប្រភេទតន័យជា string មានន័យថាម៉េចប្រភេទតន័យជា string គឺជាប្រភេទតន័យដែលទូតម្លៃជាអក្សរតែប៉ុណ្ណោះឧទាហរណ៍ថា name ឈ្មោះជាប់មុខងារឈ្មោះខ្ញុំគឺ Zio ជាប់ខ្ញុំគឺ IT អញ្ចឹងវាទទួលតម្លៃជាអក្សរទាំងអស់ខ្ញុំសាក run application ជូនអ្នកនរគ្នាឃើញថាឈ្មោះសុទ្ធតែជាអក្សរជាប់សុទ្ធតែជាអក្សរចប់ពីតន័យជា string យើងចូលមកកាន់ប្រភេទតន័យមួយទៀតគឺ integer integer គឺជាអ្វី integer គឺជាប្រភេទតន័យទទួលតម្លៃគឺជាលេខគត់ឧទាហរណ៍ថា working day ចំនួនថ្ងៃធ្វើការ5ថ្ងៃជាលេខគត់ចំនួនទូរស័ព្ទដែលមាន2មានថាជាលេខវាសុទ្ធតែជាចំនួនលេខគត់ខ្ញុំសាក run application ជូនអ្នកនរគ្នាមើលបន្តិច restart application វាស្ថិតនៅក្នុង console project ឃើញថា integer working day ស្មើ5 number of phone ស្មើ2ស្មើ2ចាប់ប្រភេទតន័យជា integer យើងចូលមកកាន់ប្រភេទតន័យមួយទៀតគឺ decimal decimal គឺជាប្រភេទតន័យដែលតួតម្លៃគឺជាលេខទស្សភាគឧទាហរណ៍ថា income per month ចំណូលប្រចាំខែឧទាហរណ៍ថាខ្ញុំរកបាន$250.25ក្នុងមួយខែវាមានលេខក្បៀសអញ្ចឹងខ្ញុំប្រើ decimal មួយទៀតចូលមកកាន់ expense per month ចំណាយប្រចាំខែខ្ញុំចំណាយអស់$170.74 $170.74 អញ្ចឹងមានថាវាសុទ្ធតែចំនួនទស្សភាគមានក្បៀសអញ្ចឹងយើងត្រូវប្រើតម្លៃជា decimal ខ្ញុំសាក run application ជូនអ្នកនរគ្នាបន្តិចអូខេនេះគឺជាប្រភេទតន័យទាំងអស់អរគុណច្រើនសម្រាប់អ្នកនរគ្នាជួបគ្នានៅវីដេអូក្រោយបាយបាយ